សារៈសំខាន់នៃការចូលរួមក្នុងសកម្មភាពនយោបាយតើការចូលរួមក្នុងសកម្មភាពនយោបាយវាមានសារៈសំខាន់អ្វីខ្លះសារៈសំខាន់ទី1គឺការបំពេញតួនាទីជាពលរដ្ឋល្អក្នុងសង្គមបាទអញ្ចឹងការចូលរួមចំណែកពីប្រជាពលរដ្ឋនៅក្នុងសកម្មភាពនយោបាយយើងបង្ហាញឃើញថាប្រជាពលរដ្ឋនឹងគាត់បានបំពេញតួនាទីបំពេញកាតព្វកិច្ចជាពលរដ្ឋល្អនៅក្នុងសង្គមដោយគាត់ទៅចូលរួមបោះឆ្នោតគាត់ទៅចូលរួមក្នុងសកម្មភាពនយោបាយផ្សេងចូលរួមនៅក្នុងបញ្ហាដែលកើតមាននៅក្នុងសង្គមជាដើមបង្ហាញពីការបំពេញតួនាទីក្នុងនាមជាប្រជាពលរដ្ឋល្អទី2គឺបង្ហាញថាសង្គមមានពលរដ្ឋដែលចេះខ្វល់ខ្វាយពីបញ្ហាប្រទេសជាតិអញ្ចឹងការចូលរួមចំណែកពីប្រជាពលរដ្ឋបង្ហាញឲ្យឃើញថាសង្គមហ្នឹងប្រទេសហ្នឹងគឺប្រជាពលរដ្ឋគាត់យកចិត្តទុកដាក់ពីបញ្ហាប្រទេសជាតិរបស់ខ្លួនបានល្អហើយបើសិនជានៅក្នុងប្រទេសមួយប្រជាពលរដ្ឋគាត់មិនខ្វល់មិនខ្វាយពីបញ្ហាសង្គមជាតិប្រទេសជាតិរបស់គាត់ទេវាជាគ្រោះថ្នាក់មួយដែលបង្កើតឲ្យមាននៅបញ្ហាផ្សេងជាច្រើននៅក្នុងសង្គមហើយក៏ជាគ្រោះថ្នាក់សម្រាប់ប្រទេសជាតិទៀតផងប្រទេសដទៃដែលគេមើលឃើញបើសិនជាប្រជាពលរដ្ឋមិនចេះសាមគ្គីគ្នាមិនចេះចូលរួមយកចិត្តទុកដាក់នៅក្នុងបញ្ហាសង្គមជាតិរបស់ខ្លួនអ្នកដទៃគេមើលងាយណាបាទគេថ្ងៃក្រោយគេអាចមកធ្វើព្យុះធ្វើភ្លៀងរំលោភបំពានទៅយកទឹកដីយកវប្បធម៌អរិយធម៌គេហ៊ានធ្វើដោយគេគិតថាប្រជាពលរដ្ឋនៅក្នុងប្រទេសហ្នឹងគឺមិនខ្វល់ខ្វាយទេគេអត់ខ្លាចទេអញ្ចឹងគេចង់យកអីក៏បានដែរបាទនេះជាគ្រោះថ្នាក់មួយពេលដែលយើងមិនចូលរួមណាបាទតែបើសិនជាប្រជាពលរដ្ឋចូលរួមសស្រាក់សស្រាំទៅនឹងបញ្ហាប្រទេសជាតិរបស់ខ្លួនគឺបរទេសគេអត់ហ៊ានទេបាទគេទៅសើទៀតផងណាទៅសើប្រជាពលរដ្ឋនៅក្នុងប្រទេសហ្នឹងគឺល្អបាទចេះយកចិត្តទុកដាក់នឹងបញ្ហាសង្គមជាតិតែបើយើងមិនចូលរួមមិនត្រឹមតែគេមិនទៅសើទេគេអាចមើលងាយហើយគេអាចរំលោភបំពានយើងទៅថ្ងៃក្រោយទៀតក៏មានដែរទី3ពង្រឹងអភិបាលកិច្ចល្អបាទអញ្ចឹងកាលណាប្រជាពលរដ្ឋចូលរួមវាធ្វើឲ្យអ្នកដឹកនាំឬក៏មន្ត្រីដែលបម្រើការងារជូនប្រជាពលរដ្ឋបម្រើការងារជូនជាតិនៅតាមក្រសួងស្ថាប័នឬក៏អ្នកដឹកនាំប្រទេសបាទមានការយកចិត្តទុកដាក់ទៅលើការងារដឹកនាំគ្រប់គ្រងរបស់ខ្លួនបានល្អដោយសារតែប្រជាពលរដ្ឋបាទគាត់តែថាតាមដានមើលការដឹកនាំរបស់អ្នកដឹកនាំតាមដានមើលសកម្មភាពពេញការងាររបស់មន្ត្រីដែលជាអ្នកធ្វើការងារបម្រើប្រទេសជាតិបើសិនជាគាត់មើលឃើញថាអ្នកនឹងដឹកនាំមិនល្អបានជោគជ័យមិនបម្រើឲ្យប្រជាពលរដ្ឋមិនបម្រើឲ្យជាតិគឺថ្ងៃក្រោយគាត់អាចលែងបោះឆ្នោតឲ្យអញ្ចឹងតាមរយៈនៃការចូលរួមនេះគឺធ្វើឲ្យអ្នកដឹកនាំឬក៏អ្នកនយោបាយបង្កើននៅស្មារតីយកចិត្តទុកដាក់នៅក្នុងការបំពេញការងាររបស់ខ្លួនបានកាន់តែល្អហើយតាមរយៈនៃការចូលរួមនេះផងដែរក៏វាជួយពង្រឹងណាទៅលើស្មារតីការងាររបស់អ្នកដឹកនាំឲ្យបំពេញការងាររបស់ខ្លួនបានកាន់តែល្អប្រសើរជាងមុនផងដែរបាទទី4ជួយលើកកម្ពស់ការអភិវឌ្ឍលទ្ធិប្រជាធិបតេយ្យបាទអញ្ចឹងការចូលរួមចំណែកពីប្រជាពលរដ្ឋវាជួយលើកកម្ពស់ការអនុវត្តលទ្ធិប្រជាធិបតេយ្យឲ្យបានកាន់តែល្អប្រសើរឡើងបើសិនជានៅក្នុងប្រទេសមួយដែលប្រកាន់យករបបប្រជាធិបតេយ្យមិនបើកឱកាសឲ្យមានការចូលរួមពីសំណាក់ប្រជាពលរដ្ឋទេដូចជាការបិទសិទ្ធិសេរីភាពគឺបង្ហាញឲ្យឃើញថាប្រទេសហ្នឹងគឺมันអនុវត្តនៅលទ្ធិប្រជាធិបតេយ្យបានល្អប្រសើរទេហើយមួយទៀតផងដែរបើសិនជាប្រជាពលរដ្ឋខ្លួនឯងបើកឱកាសឲ្យគាត់មិនចូលរួមគាត់មិនខ្វល់ខ្វាយក៏បង្ហាញថាការអនុវត្តលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសហ្នឹងក៏
มันตอนบานละออប្រជាពលរដ្ឋมันមានការយល់ដឹងតាក់ទងទៅនឹងលទ្ធិប្រជាធិបតេយ្យមិនតាន់មានការយល់ដឹងពីគេថាសិទ្ធិសេរីភាពរបស់ខ្លួននៅក្នុងការចូលរួមចំណែកនៅក្នុងការកសាងអភិវឌ្ឍប្រទេសជាតិរបស់ខ្លួនបានទេអញ្ចឹងតាក់ទងនឹងការចូលរួមនេះគឺមានសារៈសំខាន់ណាស់ដើម្បីជួយលើកស្ទួយការអភិវឌ្ឍលទ្ធិប្រជាធិបតេយ្យឲ្យបានកាន់តែល្អប្រសើរជាងមុនបើសិនជាយើងចូលរួមគឺវាជួយកែលម្អនៅចំណុចអវិជ្ជមានជាច្រើនដែលកើតមាននៅក្នុងសង្គមនៅក្នុងការដឹកនាំអ្នកដឹកនាំបើមានចំណុចណាដែលខ្វះខាតគឺប្រជាពលរដ្ឋដែលជួយចូលរួមផ្ដល់មតិយោបល់អញ្ចឹងវាធ្វើឲ្យការអនុវត្តលទ្ធិប្រជាធិបតេយ្យវាកាន់តែល្អប្រសើរជាងមុនណាទី5ការជ្រើសរើសអ្នកដឹកនាំបានល្អបើសិនប្រជាពលរដ្ឋចូលរួមគាត់អាចជ្រើសរើសអ្នកដឹកនាំដែលល្អដើម្បីយកមកដឹកនាំប្រទេសជាតិរបស់គាត់បើសិនឲ្យគេជ្រើសរើសឲ្យគឺវាមិនបានអ្នកដឹកនាំល្អដូចចិត្តរបស់យើងអ្នកដឹកនាំអ្នកនយោបាយធ្វើអីគឺតាមចិត្តរបស់គាត់អញ្ចឹងគឺយើងមិនអាចទទួលបានអ្នកដឹកនាំដែលល្អបានទេទី6សង្គមជាតិមានការរីកចម្រើនកាលណាប្រជាពលរដ្ឋចូលរួមវាធ្វើឲ្យប្រទេសជាតិមានការរីកចម្រើនទៅលើគ្រប់វិស័យណាបើសិនជាយើងជ្រើសរើសអ្នកដឹកនាំបានល្អណាអាចដឹកនាំឲ្យប្រទេសជាតិមានការរីកចម្រើនមានការគោរពច្បាប់មិនមាននៅអំពើពុករលួយឬក៏កើតមាននៅបញ្ហាផ្សេងៗនៅក្នុងសង្គមជាតិច្រើនទេអញ្ចឹងកត្តាទាំងអស់នេះវាអាចជំរុញឲ្យប្រទេសនឹងវាងាយនឹងរីកចម្រើនទៅមុខបានលឿនហើយនៅពេលដែលប្រទេសរីកចម្រើនប្រជាពលរដ្ឋក៏មានជីវភាពធូរធារដែរនយោបាយវាក្របដណ្ដប់ទៅលើគ្រប់ការងារទាំងអស់អញ្ចឹងទោះបីថាប្រជាពលរដ្ឋគាត់គិតតែឆ្នាំងបាយរបស់គាត់ក៏ការងារដែលគាត់ត្រូវទៅធ្វើហ្នឹងក៏វាជាប់ពាក់ព័ន្ធទៅនឹងបញ្ហានយោបាយដែរបើសិនជានយោបាយរបស់សង្គមជាតិមួយមិនល្អមិនអំណោយផលគឺការងាររស់ស៊ីដែលគាត់ធ្វើហ្នឹងក៏វាមិនអំណោយផលដែរចង់និយាយចឹងណាយកពេលខ្លះគាត់អត់ចាប់អារម្មណ៍ថាវាមានតំណែងតំណងគ្នាបែបហ្នឹងណាបាទទោះបីយើងចង់ទៅរស់ស៊ីដោយខ្លួនឯងឬក៏យើងទៅធ្វើការឲ្យគេក៏ការងារការរស់ស៊ីរបស់យើងហ្នឹងក៏វាជាប់ពាក់ព័ន្ធទៅនឹងបញ្ហានយោបាយដែរពីព្រោះនយោបាយវាជះឥទ្ធិពលទៅលើគ្រប់បញ្ហាទាំងអស់ក្នុងសង្គមហ្នឹងបើនយោបាយវាមិនល្អគឺវាមិនអំណោយផលទៅលើការងាររស់ស៊ីរបស់យើងមិនវាបង្កទៅជាបញ្ហាផ្សេងតាក់ទងទៅនឹងការងារដែលយើងធ្វើនឹងទៀតណាខ្ញុំឧទាហរណ៍ចុះឧទាហរណ៍ដូចថាយើងធ្វើការងាររោងចក្រឬក៏ការងារនៅក្នុងវិស័យឯកជនណាមួយយើងថាយើងធ្វើការងាររបស់យើងមានពាក់ព័ន្ធអីនឹងនយោបាយតាមពិតនយោបាយហ្នឹងវាជាឥទ្ធិពលទៅលើការងារដែលយើងធ្វើហ្នឹងបើសិនជាគោលនយោបាយមិនល្អគេមិនតម្លើងប្រាក់ខែឲ្យឬក៏ដោយសារតែកត្តារបស់អ្នកដឹកនាំមិនធានាបាននៅទីផ្សារការងារក៏យើងចង់ទៅធ្វើការងារហ្នឹងក៏ពិបាកដែររកការងារនឹងធ្វើក៏ពិបាកបានការងារនឹងធ្វើហើយក៏ប្រាក់ខែស៊ីមិនគ្រប់បើវាជាឥទ្ធិពលបែបហ្នឹងហើយបើយើងថាយើងរស់ស៊ីដោយខ្លួនឯងយើងលក់ដូរតាមចើមផ្លូវក៏វានៅតែជាឥទ្ធិពលបាទសូម្បីតែកសិករដែលគាត់ធ្វើស្រែចម្ការគាត់ធ្វើទៅបានផលមកហើយវារកទីផ្សារលក់អត់បានលក់បានហើយប៉ុន្តែបានតម្លៃថោកអាហ្នឹងគឺដោយសារអីកត្តានយោបាយនឹងហើយរបស់អ្នកដឹកនាំនឹងហើយដែលមិនជួយដោះស្រាយបញ្ហាទៅឲ្យប្រជាពលរដ្ឋមិនឲ្យប្រជាពលរដ្ឋមានទីផ្សារការងារមិនជួយរកទីផ្សារឲ្យប្រជាពលរដ្ឋណាហើយយើងលក់ដូរបើសិនជាសេដ្ឋកិច្ចវាអត់រីកចម្រើនណាតើប្រជាពលរដ្ឋឯណាឬក៏អ្នកដទៃឯណាទៅមានលុយដើម្បីទៅទិញរបស់ដែលយើងលក់ដូរទៅទីផ្សារណាមួយបាននោះអញ្ចឹងឃើញទេបាទវាកត្តាហ្នឹងវាជះឥទ្ធិពលបែបហ្នឹងណាបាទអញ្ចឹងការចូលរួមនេះវាសំខាន់ណាពីប្រជាពលរដ្ឋណាបាទជាប់ពាក់ព័ន្ធបែបហ្នឹងណាទោះបីយើងគិតទៅកន្លែងណាក៏ដោយក៏មិនអាចគិតផុតពីសំណាញ់នយោបាយបានទេពីឥទ្ធិពលនយោបាយបានទេ
chẳng ở với đại sầm khánh cứ dương thưa mất châu rúm thưa oi sầm cung chiết bỏ dương vì miền cả thì qua đi chậm rãi nói ban lọ tới nè ba nhà đại cao miềnในขนมสมกุมในขนมประเทศจีนบ่อยืนนอมคณีช่วยควายฟอนที่tới cả na ประเทศจีนบ่อยืนvì miền cả đi chậm rãi vì lọហើយ គ្មានបញ្ហាផ្សេងៗដែលកើតមាននៅក្នុងសង្គមជាតិរបស់យើងជាប្រជាពលរដ្ឋក៏យើងរស់នៅស្រួលដែរយើងធ្វើការងាររកស៊ីក៏វាស្រួលហើយយើងទទួលបាននូវផលចំណេញច្រើនមានការយកចិត្តទុកដាក់ពីរដ្ឋចំពោះប្រជាពលរដ្ឋអ្នកដឹកនាំយើងជាមនុស្សដែលប្រកបទៅដោយគុណធម៌យើងគោរពច្បាប់ទាំងអស់គ្នាគ្មាននរណាអង្គុយលើច្បាប់គ្មាននរណាទៅរំលោភបំពានបៀតបៀនធ្វើបាបប្រជាពលរដ្ឋគ្មានការរំលោភសិទ្ធិមនុស្សអញ្ចឹងគឺប្រជាពលរដ្ឋរស់នៅបានស្រួលអញ្ចឹងហើយបានជាការចូលរួមចំណែកពីប្រជាពលរដ្ឋតាក់ទងទៅនឹងសកម្មភាពនយោបាយនេះគឺសំខាន់ណាស់បើយើងមិនខ្វល់ខ្វាយទេបញ្ហាដែលកើតមាននៅក្នុងសង្គមនេះវាកាន់តែច្រើនឡើងណាពីអ្នកដឹកនាំអ្នកនយោបាយគាត់ចង់ធ្វើអីក៏បានដែរណាហើយចុងក្រោយវាជាឥទ្ធិពលទៅណាវាជាឥទ្ធិពលទៅលើយើងខ្លួនឯងទៅលើប្រជាពលរដ្ឋហ្នឹងណាមានទៅណាទេព្រោះយើងរស់នៅក្នុងប្រទេសហ្នឹងយើងមិនអាចគិតផុតទេទោះបីតែយើងទៅនៅក្រៅប្រទេសក៏យើងក៏នៅតែប្រជាពលរដ្ឋនៅក្នុងប្រទេសហ្នឹងក៏វាអាចមានបញ្ហាការងារមួយចំនួនក៏នៅតែជាប់តាក់ទងដែរហើយអ្វីដែលយើងធ្វើហ្នឹងក៏មិនមែនដើម្បីតែយើងខ្លួនឯងទេដើម្បីកូនចៅយើងចំនួនក្រោយទៀតផងណាបើយើងមិនចូលរួមទេហើយមិនត្រឹមតែប៉ុណ្ណោះបរទេសគេអាចមើលងាយយើងទៀតបាទអាណាយើងមិនចូលរួមមិនខ្វល់ខ្វាយពីបញ្ហារបស់សង្គមជាតិគេមិនត្រឹមតែមិនសរសើរយើងទេគឺគេអាចមើលងាយយើងថែមទៀតថ្ងៃណាមួយគេនឹងអាចមករំលោភបំពានយកអ្វីពីយើងគឺគេហ៊ានធ្វើគេមករំលោភបំពានយកទឹកដីគេមករំលោភបំពានយកប្រពៃណីទំនៀមទម្លាប់វប្បធម៌អរិយធម៌របស់ជាតិយើងគឺគេហ៊ានធ្វើដោយគេគិតថាពេលដែលគេធ្វើគឺប្រជាពលរដ្ឋនៅក្នុងប្រទេសហ្នឹងគាត់មិនខ្វល់ខ្វាយគាត់មិនគិតគូរទេអញ្ចឹងគ្មាននរណាហ៊ានទេអញ្ចឹងគាត់ចង់ធ្វើអីក៏បានដែរតែបើសិនជាប្រជាពលរដ្ឋនៅក្នុងប្រទេសមួយគាត់ខ្វល់ខ្វាយពីបញ្ហាសង្គមជាតិគាត់សាមគ្គីគ្នាគាត់យកចិត្តទុកដាក់ប្រទេសណាក៏ដោយជនជាតិណាក៏ដោយគាត់អត់ហ៊ានធ្វើទេណាបើអញ្ចឹងការចូលរួមចំណែកពីសំណាក់ប្រជាពលរដ្ឋនៅក្នុងសកម្មភាពនយោបាយនេះជារឿងមួយសំខាន់ណាស់ព្រោះវាមិនជួយតែត្រឹមបញ្ហាប្រទេសជាតិរបស់ខ្លួនឲ្យរីកចម្រើនទេគឺជួយទៅដល់ជីវភាពរបស់ប្រជាពលរដ្ឋខ្លួនឯងហ្នឹងណាឲ្យវាមានការរីកចម្រើនមានលក្ខណៈល្អប្រសើរផងដែរបាទអញ្ចឹងតកតងនឹងចំណុចទី4នេះខ្ញុំលើកឡើងណាដើម្បីជាមតិមួយសម្រាប់យកទៅពិចារណាតកតងទៅនឹងសំណួរទី2ដែលខ្ញុំបានលើកឡើងណាបាទហើយវាមាននៅក្នុងចំណុចបន្ទាប់នេះឥឡូវនេះខ្ញុំនិយាយតែប៉ុណ្ណោះចុះចំណុចទី4នេះបាទនេះគឺសំណួរទី2ដែលខ្ញុំលើកចោទសួរថាតើប្រជាពលរដ្ឋពិសេសយុវជនគួរតែចូលរួមក្នុងសកម្មភាពនយោបាយនិងបញ្ហាសង្គមជាតិរបស់ខ្លួនដែរឬទេ